សាច់ជាអ្នកលក់ហើយតែជាមួយថ្ងៃវាសួរបងស្ដីអូនបាទចឹងថ្ងៃហ្នឹងបងអាចមកសុំកន្លែងបងធ្វើការបានដែរទេបងអត់ត្រូវការបុគ្គលិកទេមិនចឹងបងផ្ដល់អាកាយបងមួយបងឥឡូវអញចង់លក់បានថ្ងៃខែបងអត់គិតថ្ងៃហ្មងអត់គិតខែហ្មងទៅតាមបារីស្តាដែលជា street ចេះអាចតាមខែតែ260ទៅ200អូខេតោះធ្វើដើម្បីខ្លាយជាបុគ្គលិកល្អដំបូងយើងត្រូវធ្វើមិនដែរបងដើម្បីខ្លាយជាបុគ្គលិកល្អគឺត្រូវចេះក្នុងការធ្វើកិច្ចការអូអញទៅខាងក្រោយបងអញ្ចឹងបងអាចដំបូងបរិញ្ញាខ្ញុំធ្វើអីគេបងដោយសារតែសំខាន់ជាងគេគឺកាហ្វេចង់បងបរិញ្ញាតតងទៅនឹងកាហ្វេតោះធ្វើកាហ្វេទាំងអស់គ្នាយើងនៅនេះយើងគិតនៅក្នុងកែវនេះយើងដាក់ត្រឹមនេះគឺស្មើ 100% ណាកម្មទី1នៅកាហ្វេល្មមណាបងឥឡូវភ្ញៀវគាត់ទិញ 100% ហ្នឹងហើយគាត់យកកាហៅល្មមក៏ 100% ដែរអូខេត្រូវចាក់កាហ្វេចូលចាក់កាហ្វេចូលអញ្ចឹងកាហ្វេយើងឯងដាក់ដល់ជើងស្រួចឬក៏លើនឹងបន្តិចណាបាទអូខេចូលទៅដល់គូស្រស់ហែប៉ុណ្ណេះនេះណាតែបើភ្ញៀវយកចាស់គឺយើងអត់រយដល់គូស្រស់ទេអូខេគឺបាញ់ដល់គូឲ្យវាចូលសោះជាមួយនឹងកាហ្វេចឹងនេះគឺជាអាជីវកម្មថ្មីបាទគឺជាអ្នកលក់កាហ្វេតាមផ្លូវគឺបាទអូខេណាគឺបាទអញ្ចឹងបន្ទាប់មកគឺយកតកកចឹងយើងចាក់តកទាំងអស់គ្នាបាទតកចូលកែវមកចាក់តកចូលកែវតមកយើងទទួលបានតកក្នុងកែវតែមកយើងចាក់កាហ្វេចូលបាទគាត់បរិញ្ញាយើងលំអិតមែនទេបាទខ្លាចយើងធ្វើខុសពាក់ខែ160ដែរបាទ160ដែរបរិញ្ញាអត់ចេះបរិញ្ញាចេះដាក់ចិត្តមកខ្ញុំរយឲ្យមើលមួយណាយើងរយសងខាងចេះមកតមកយើងធ្វើមកជេបងបានប៉ុណ្ណឹងមកអនឡាញធ្វើអត់ទាន់កើតទេអនឡាញទៅយកសិនអូជាទូទៅយើងប្រើតយោមួយណាដែរបងតយោនេះអូពណ៌សសម្រាប់កាហ្វេណាតើយើងកម្រក៏ខុសដែរបាទយើងដាក់ថង់ណាបងហ្នឹងហើយយើងដាក់ថង់ចឹងនេះថង់យើងមានស្រាប់នេះអូនអូតែពុតក៏រៀបជាមួយនឹងតកែតែបងបាទទិញកាហ្វេថែមតែអូខេណាស់មែនតើបាទចឹងឥឡូវកាហ្វេយើងទទួលបានជោគជ័យហើយបាទចឹងឥឡូវកាហ្វេយើងទៅថ្ងៃលក់ប៉ុន្មានបងកាហ្វេដែលយើងលក់នេះគឺ 3000 រៀលបាទដល់កាហ្វេណាចឹងឥឡូវខ្ញុំលក់ឲ្យថ្ងៃ 3000 រៀលតែធ្វើមើលសិនអូលក់បងលក់មើលសិនបើសិនជាឆ្ងាញ់បានបងទិញហើយជឿជាក់លើបុគ្គលិកបាយប្រហែល%ដែរបាទបងជឿជាក់លើទឹកដៃបងក្នុងការបរិញ្ញាបងមើលទៅលើពណ៌លើអីការចាក់អីមើលទៅអាចទទួលយកបានដំបូងណាអាចថា 90% អូកាច់ហើយអានេះវាតាម 20% នៅក្នុងផ្នែកកាហ្វេទាំងមូលទេចឹងឥឡូវហ្នឹងបងខ្ញុំលក់ឲ្យថ្ងៃ 3000 រៀលអូខេអត់លុយអត់ការទេបងខំធ្វើបើហ្នឹងបាញ់ធ្វើអាមកអញ្ចឹង3000 រៀល3000 រៀលបងនេះភាសាបន្តិចលុយខ្មែរយើបាទចឹងលុយហ្នឹងយើងទុកសិនបាទពេលខ្លះអាជីវកម្មថ្មីណាគ្នាខ្លះជាបុគ្គលិកគេប៉ុន្តែយើងរកលុយបានពីតកែបាទអូខេលៀងកៅបាទចឹងយើងលាងឲ្យកុំឲ្យវានៅជាប់យូរពេកណាមកស្អិតបាទសូម្បីតែរបៀបនៃការក្លុកនេះឥឡូវគឺយើងមានការរីចម្រើនជំនាញជាងមុនបាទឃើញបាទអ្នកលក់សាច់កាប់មកថ្ងៃនេះសាច់កាប់យកបងបាទអូនធ្វើការគេជួលប្រាក់ខែមួយខែ160ដែរសុំទោសមិញច្រឡំតមាត់ទឹកបើកមិនបងឃើញមកនេះចុចពីលើអូខេតោះអ្នកលក់ថ្មីសុតហ្មងពិបាកថ្មីពិបាករៀនមែនទេបុគ្គលិកមួយនឹងពិបាករៀនហ្មងច្រឡំឌីហើយបាទនេះខាងក្រៅអញ្ចឹងយើងជួតបានហើយបងណាហ្នឹងហើយអូខេយើងទួតខាងក្រៅអញ្ចឹងមកបាទអញ្ចឹងឥឡូវកែវប៉ុណ្ណឹងបានហើយអញ្ចឹងយើងអាចបបោកស្មាតកន្លែងបបោកស្មាតកន្លែងហ្នឹងហើយយើងមានកន្លែងណាអាណាដែលត្រូវយកចេញឬក៏អាណាដែលប្រឡាក់ដោយសារបងជួតហើយមួយសាអូខេឥឡូវវាបោះដីបាទបោះដីសិនណាបងត្រូវបោះដីសិនណាបោះអីបោះទៅនេះពួកឲ្យបងបោះចង់ស្អាតទៅសតទួយដែរអូខេអញ្ចឹងយើងបបោះដីទាំងអស់គ្នាបាទបបោះដីខ្លាចទៅជាបុគ្គលិកល្អត្រូវតែចេះអាសាបាទកុំខ្ជិលបាទយើងធ្វើលំតែសារមេអត់នៅបាទរបស់យើងជោគជ័យបាទអញ្ចឹងយើងទៅសួរមេបន្តទៀតថាយើងត្រូវធ្វើអ្វីទៀតបាទឥឡូវបងទៅប្រស័យចុងក្រោយហ្មងទៅយើងយកទឹកហ្វីនព្រោះហ្វីនយើងចាក់ខាងមុខចឹងយើងមានកាកចឹងយើងយកកាកមកចាក់ចោលយើងយកកធននេះមកប្រម៉ូកាកគេបងហ្នឹងចាក់កាហ្វេហ្វីនយើងនេះយើងប្រម៉ូយកទៅចាក់ចោលពេលនេះយើងកលួសចូលខាងនេះមកហើយទុកវាមកខាងទៅហើយចាំចាក់អានេះចូលចឹងមុននឹងបើកអាជីវកម្មមួយត្រូវគិតមើលឲ្យច្បាស់ណាស់នេះមិនមែនស្រួលទេបាទហើយមើលដៃរបស់គាត់ថ្ងៃទី1មើលដៃផងអូចាក់ឡើងប្រឡាក់ពេញហ្នឹងមើលបាទអត់អនាម័យសោះបាញ់យើងជួតដៃស្អាតស្អាតបងហើយបងជាស្លាយបងថ្ងៃដំបូងខ្ញុំអីទេកាត់លុយបងប៉ុណ្ណឹងកាត់ហើយចុះកាត់ហើយថ្ងៃដំបូងលើកលែងឲ្យតែមួយអាទិត្យហើយនៅចឹងទេកាត់លុយធ្វើតែប្រុងប្រយ័ត្នបាទព្រោះថានេះគឺសិតតែថ្មបាទឥឡូវហ្នឹងបាទមើលអ្នកលក់ឲ្យគឺបែកញើសខ្លាយបាទអញ្ចឹងឥឡូវហ្នឹងយើងចាក់បានពេញល្មមហើយបាទយើងទៅវាយកាហ្វេនឹងចូលគ្នាវាឡើងឈ្ងុយទៀតណាអូខេចឹងណែចាក់អញ្ចឹងវាយជឿចាក់ទេខ្ញុំខ្លាចកំពប់ព្រោះថាខ្ញុំអត់ជំនាញទេបាទអូខេទៅមកទៅវាឡើងឈ្ងុយមួយនឹងអូ
ចឹងកន្លែងខ្លះតែយើងអាចធ្វើបានយើងកុំធ្វើបាទព្រោះអាចនឹងចូលដែរមិនចឹងណាតកើតទេចឹងមេខាតលើចឹងឥឡូវប្រសេសប៉ុណ្ណឹងយើងចប់មកប្រសេសប៉ុណ្ណឹងចឹងយើងធ្វើឲ្យគេទៀត ផ្សេងប៉ុណ្ណឹងគឺអាចតែធ្វើកាហ្វេបានតែឥឡូវដោយសារតែមិញយកអាកាហ្វេឬកំប៉ុងពេលហ្នឹងអត់តលាងទេចឹងអាចទៅលាងអាបន្ថែមបន្តិច អូបានលៀងអាហ្នឹងទេបាទតោះមេផ្ដល់ការងារយើងហ្នឹងបាទលៀងអាហ្នឹងគេហៅគេបង fin ហ្វីនអញ្ចឹងហ្មងណាអូហ្វីនបាទមិនយ៉ាងនេះសារតែយើងជួបមួយតកែផុសវិញគាត់ប្រើយើងច្រើនខាងតែនបាទឲ្យលៀងសំបីតាកាហ្វេហ្វីនបាទចឹងឥឡូវហ្នឹងយើងជួបជាមួយតកែស្រីម្ដងបាទចឹងទីសារមិនហ្នឹងខ្ញុំធ្វើហើយអស់បងចឹងថ្ងៃហ្នឹងបងមានអ្វីឲ្យខ្ញុំធ្វើបន្ថែមទៀតទេបង ឆាឡាតេមួយ អូខេ អញ្ចឹងបងនឹងប្រណៃធ្វើឆាមកឆាឡាតេ អូខេ បងអ្នកធ្វើរកន្លែងចង់ធ្វើ ដោយសារតែខ្ញុំបុគ្គលិកថ្មីបងចឹងបែរត្រូវតែបរៀនខ្ញុំធ្វើ100អម 100មកអូច្រើនណាបងអាចថាពេញអាហ្នឹង ចាអូខេ ប៉ុណ្ណឹងមកគេយើងចាក់ចូលនិយាយឆ្កងទេបងអធិស្ឋានអូទុកពេលម្ដងទៅមក ហើយយើងដាក់ទឹកស្ករសម្រាប់ទឹកស្ករនេះយើងតាមភ្ញៀវដែរបើភ្ញៀវគាត់កំងផ្អែមយើងដាក់ផ្អែមបើគាត់យកល្មមយើងដាក់តែល្មម អូខេបងយើងយកអាហ្នឹងវាស់ដូចគ្នា ចាចា គេថាភ្ញៀវយកប៉ុន្មានដែរបង 20%ចា អូខេយក20%តែចិត្តដើម្បីយើងងាយស្រួលមើលបាទចាក់ចូលលើហ្នឹងយកហ្មងបងយើងចាក់ចូលតាមនេះត្រូវអត់បងអូតបបន្តិចយើងធ្វើអ្វីដែរបង យើងខ្ចប់ញ៉ាំឲ្យភ្ញៀវ យើងខ្ចប់ឲ្យភ្ញៀវមួយឆាហ្នឹងមិនលក់ម៉ែដែរបង 6000បើ sorry ដល់5000ដល់មួយឆាផ្សេងទៀតយើងលក់តែ 5000តែបងខ្ញុំលក់អីបងសំលុយបង លុយសុំតកែ អូអត់កាទេបងកុំធ្វើមិនបាច់ញើសណាបើអញ្ចឹងណា សំហ្វ្រីនេះខំព្រៀង អត់កាទេបងអូ5000ណាអត់មានលុយអាប់ទេនេះ មួយឆា5000 sorry បាទ5000ជាងទុកក្នុងកប៉ៅញ៉ាចឹងថ្ងៃហ្នឹងយើងចំណាយពេលមួយថ្ងៃពេញណាបាយបរៀនខ្ញុំប្រហាប់ខ្ញុំផងអីផងណាឯសារឥឡូវល្ងាចដល់ម៉ោងទៅទេហើយចឹងថ្ងៃហ្នឹងបងប្រែតការងារខ្ញុំថ្ងៃហ្នឹងប្រហែល សម្រាប់ការងារនេះដោយសារតែថ្ងៃដំបូង អូខេបង គ្មានដំណើរ perfect ទេអញ្ចឹងបងវេតឲ្យ8អញ្ចឹងអាចស្អែកយក2ទៀតបាន តែដៃមួយ សម្រាប់ការងារនេះអូនឯងរៀនឆ្កោអញ្ចឹងបងឲ្យអូនឯង3ដែរ តែដៃមួយចឹងឯងសម្រាប់បងប្អូនអ្នកគ្នាណាដែលចូលចិត្តបែប drink street បែបជា barista street អីអ្នកគ្នាអាចមកកន្លែងនេះបាននិយាយទៅគឺថាគាត់មាន menu ច្រើនខ្លាំងមែនទែនបាទមានតាំងពីម្ឆាមានតាំងពីកាហ្វេមានច្រើនទេអ្នកគ្នាអាចមកមើលខ្លួនឯងផ្ទាល់បានហើយបើនិយាយពីទីតាំងវិញគឺថាស្រួលរកខ្លាំងមែនទែននៅខាងក្រោយប៉ែតរូស៊ីនៅគៀកជាប់ជាមួយនឹងសាលាក្រហមឬក៏គេហៅថាសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលសាខាទី2ហើយនិយាយទៅអ្នកគ្នាជិះទៅបាទឃើញ QQ អីហ្នឹងគឺតូប QQ គឺថាទីតាំងនៅកន្លែងហ្នឹងឯង follow បើ small